សិក្សាអប់រំឲ្យយល់ពីតម្លៃនៃទាននៃសិលហ្នឹងដែលជាធម៌មួយលាងជំរះនៅអកុសលក្នុងចិត្តសន្តានគណាទោះជាវាមិនមែនទៅកាប់ជាសមុជឆេតអីដោយអរិយមគ្គទៅដោយប៉ុន្តែកាលណាបើវាលាងជំរះនៅអាញើសក្អែលអីទាំងអស់ដែលវាជាសេចក្តីកំណាញ់ការចំណែនទុកទោមនោះអីហ្នឹងចឹងទៅធ្វើឲ្យចិត្តនឹងជ្រះថ្លាឡើងស្រស់បោះឡើងមានឆន្ទៈក្នុងការស្ដាប់ក្នុងការសិក្សាក្នុងការបំពេញនៅសេចក្តីល្អហ្នឹងសភាពនៃចិត្តហ្នឹងវារីករាយស្រស់បោះវាមិនមែនក្រៀមក្រោះស្វិតសពូនអត់សុខទៅអត់មានកម្លាំងចិត្តរួញរាទៅក្នុងកុសលធម៌ដូចថាអត់មានទឹកចិត្តក្នុងការស្ដាប់ធម៌អត់មានទឹកចិត្តក្នុងការអានសៀវភៅធម៌ឲ្យតែបានឮធម៌ឲ្យតែបានបើកសៀវភៅមួយស្លឹកលក់បាត់ហើយអញ្ចឹងអាហ្នឹងវាជារឿងអកុសលនិវរណៈហ្នឹងហើយធម៌ទាំងអស់ហ្នឹងឯងដែលលៀងជំរះទៅបានដោយកុសលទានសិលដោយភាវនាហ្នឹងវាជាឧបការៈអញ្ចឹងដែលជាឧបនិស្សយបច្ច័យហ្នឹងដែលឲ្យចិត្តរីករាយស្រស់ថ្លាឡើងគេថាមានភាពរឹងប៉ឹងឡើងក្នុងការស្ដាប់ធម៌ស្ដាប់ទៅយល់ទៅពិរោះទៅក៏សោយនៅសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នាំមកនៅសេចក្តីសុខណាប្រព្រឹត្តទៅក្នុងការសង្រួមមិនបៀតបៀនដល់សត្វទាំងឡាយសំបីអត់ឃ្លានមានក្រអីហ្នឹងប៉ុន្តែមិនបានបៀតបៀនដល់សត្វទាំងឡាយទោះជាខ្លួនឯងឈឺក៏ឈឺទៅមានបានទៅបៀតបៀនសត្វអីទោះជាក្រក៏ក្រទៅមិនទៅឲ្យអ្នកណាកើតទុកអីដោយសារយើងក្រហ្នឹងណាព្រោះយើងអត់បានបៀតបៀនដល់សត្វទាំងឡាយគ្រាន់តែកាន់យកការមិនបៀតបៀនដល់សត្វទាំងឡាយហ្នឹងមកប៉ុណ្ណឹងមេត្តាហ្នឹងដែលចម្រើនឡើងនាំឲ្យមានសេចក្តីសុខមេត្តាចិត្តណាមានការចម្រើនឡើងហ្នឹងហើយមានការមិនបៀតបៀនដល់សត្វទាំងឡាយហ្នឹងហើយសត្វតែជាអ្នកស្រឡាញ់ការរស់ស្រឡាញ់ក្តីសុខអបទុកហ្នឹងមិនបៀតបៀនដល់សត្វទាំងឡាយហ្នឹងហើយទោះជាត្រូវក្រត្រូវលំបាកត្រូវឈឺត្រូវស្លាប់អីទៅខ្លួនឯងដោយនឹករលឹកថាកុំឲ្យសត្វទាំងឡាយមានសេចក្តីលំបាកអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាអត់មានបៀតបៀនសត្វទាំងឡាយដើម្បីខ្លួនឯងបានសុខបានរស់នៅបានជានីអីទៅទេហ្នឹងហើយ